ចាសូមគោរពជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសិក្សាជីវវិទ្យាទៅលើប្រធានបទថ្មីមួយទៀតគឺការសិក្សាអំពីផ្សិតចាអញ្ចឹងថ្ងៃនេះដែរយើងនឹងលើកយក5ចំណុចចូលមកសិក្សាទាំងអស់គ្នាទី1និយាយពីលក្ខណៈរបស់ផ្សិតទី2ផ្នែកផ្សេងៗរបស់ផ្សិតទី3ប្រភេទផ្សិតទី4ការបន្តពូជរបស់ផ្សិតទី5តួនាទីរបស់ផ្សិតនៅក្នុងធម្មជាតិចាអញ្ចឹងយើងចូលទៅដល់ចំណុចទី1គឺនិយាយពីលក្ខណៈរបស់ផ្សិតអញ្ចឹងតើបងប្អូនទាំងអស់គ្នាធ្លាប់បានស្គាល់ផ្សិតហើយមានន័យថាតើផ្សិតជាអ្វីអញ្ចឹងបងប្អូនទាំងអស់គ្នាធ្លាប់បរិភោគផ្សិតធ្លាប់ឃើញផ្សិតដែលដុះនៅជុំវិញផ្ទះផ្សិតដុះនៅលើបាយផ្សិតដុះនៅលើពោតផ្សិតដុះនៅលើចំបើឬក៏ផ្សិតចេកអីជាដើមថាតើបងប្អូនទាំងអស់គ្នាស្គាល់អ្វីខ្លះអំពីផ្សិតអញ្ចឹងគឺថាផ្សិតជាសារពាង្គកាយឯកកោសិកាឬក៏ពហុកោសិកាអឺការីយ៉ូតមានន័យថាសារពាង្គកាយរបស់ផ្សិតទាំងអស់ទាំងពហុកោសិកានិងឯកកោសិកាវាជាប្រភេទសារពាង្គកាយអឺការីយ៉ូតគឺកោសិកាដែលមានភ្នាសព័ទ្ធជុំវិញនយោពេញលេញប៉ុន្តែភាគច្រើននៃសារពាង្គកាយរបស់ផ្សិតវាជាសារពាង្គកាយពហុកោសិកាមានថាវាមានកោសិការបស់វាបង្កឡើងពីពហុកោសិកាឡើងទៅចំណែកឯសារពាង្គកាយមួយចំនួនផ្សិតមួយចំនួនតូចដែរជាសារពាង្គកាយឯកកោសិកាគឺភេទមេដំបែឬក៏យើងស្គាល់ជា yeast ចាផ្សិតបង្កឡើងពីកោសិកាដែលរំពាត់ទៅដោយភ្នាសគ្រោងចានេះគឺជាប្រភេទនេះគឺជាទម្រង់ភ្នាសគ្រោងរបស់កោសិកាផ្សិតហើយកោសិការបស់ផ្សិតភាគច្រើនផ្គុំបានទៅជាអ៊ីបលើកលែងតែប្រភេទមេដំបែចាមានន័យថាមេដំបែជាសារពាង្គកាយឯកកោសិកាដូច្នេះវាមិនអាចតម្រៀបទៅជាអ៊ីបបានទេសារពាង្គកាយផ្សិតដែលផ្គុំបានទៅជាអ៊ីបភាគច្រើនគឺជាប្រភេទសារពាង្គកាយផ្សិតដែលជាពហុកោសិកាចំណែកឯកកោសិកាដូចជាមេដំបែมันមានទម្រង់ជាអ៊ីបទេហើយផ្សិតជាភេវរស់ដូចរុក្ខជាតិគ្មានសរសៃនាំនិងគ្មានក្លរ៉ូភីលហើយនេះវាមិនអាចធ្វើរស្មីសំយោគដោយរុក្ខជាតិបានទេមានន័យថាចំពោះរុក្ខជាតិគ្មានសរសៃនាំមានថាជាសារពាង្គកាយឬក៏ជារុក្ខជាតិដែលមិនមានជាលិកាសម្រាប់ដឹកនាំសារធាតុចិញ្ចឹមផ្សេងទៅផ្គត់ផ្គង់កោសិកាដទៃទៀតដូច្នេះចំពោះផ្សិតដូចគ្នាវាជាប្រភេទសារពាង្គកាយមួយដែលមិនមានជាលិកាសរសៃនាំទេហើយក៏វាមិនមានក្លរ៉ូភីលដែរអញ្ចឹងវាអាចធ្វើរស្មីសំយោគដូចជារុក្ខជាតិបានទេហើយផ្សិតវាជាសារពាង្គកាយបរិជីពីព្រោះវាស្រូបសារធាតុចិញ្ចឹមពីសារពាង្គកាយដទៃទៀតមានន័យថាវាជាសារពាង្គកាយដែរប៉ុន្តែវាអាចចិញ្ចឹមជីវិតដោយខ្លួនឯងដោយរុក្ខជាតិបានទេគឺវាត្រូវការស្រូបសារធាតុចិញ្ចឹមពីសារពាង្គកាយដទៃទៀតអាចជាសារពាង្គកាយរុក្ខជាតិដែលងាប់ឬក៏រុក្ខជាតិមានជីវិតក៏វាអាចប៉ារ៉ាស៊ីតឬក៏វាស្រូបសារធាតុចិញ្ចឹមពីសារពាង្គកាយទាំងអស់នោះដែរផ្សិតមានប្រមាណប្រហែលជា100,000ប្រភេទដែលអ្នកវិទ្យាសាស្ត្រនឹងបានរកឃើញនៅក្នុងនោះវាមានប្រហែលជា35,000ប្រភេទដែលជាប្រភេទផ្សិតធំប៉ុន្តែគេប៉ាន់ប្រមាណថាផ្សិតមានប្រហែលជា 1.5 លានប្រភេទនៅលើផែនដីយើងបច្ចុប្បន្នប៉ុន្តែជាក់ស្ដែងគឺគេរកឃើញបានត្រឹមតែប្រហែលជា100,000ប្រភេទប៉ុណ្ណោះហើយក្នុងចំណោម100,000ប្រភេទហ្នឹងមានប្រហែលជា 35,000 ប្រភេទជាប្រភេទផ្សិតធំចាចឹងចូលទៅដល់ផ្នែកទី2ផ្នែកផ្សេងៗរបស់ផ្សិតអញ្ចឹងផ្សិតត្រូវបានចែកចេញជា3ផ្នែកធំ3ផ្នែកសំខាន់គឺទី1អ៊ីបទី2មីសេលយ៉ូមទី3ដែលយើងស្គាល់ជាភាសាអង់គ្លេសថា body of fungi ឬមួយក៏ដងខ្លួនឬក៏ដងដើមរបស់ផ្សិតអញ្ចឹងយើងទៅមើលលក្ខណៈសម្គាល់នៅផ្នែកនីមួយៗទាំងអស់គ្នាហើយគ្រប់ផ្នែកទាំងអស់របស់ផ្សិតសុទ្ធតែផ្គុំឡើងពីអ៊ីបទាំងអស់ចាទី1គឺផ្នែកទី1គឺអ៊ីបវាមានរាងជាសរសៃឆ្មាហើយនីតិរបស់វាគឺស្រូបសារធាតុចិញ្ចឹមហើយអ៊ីបគេចែកចេញជា2ប្រភេទគឺអ៊ីបមាននេះគឺជាទម្រង់អ៊ីបមានភ្នាសខណ្ឌចាមានភ្នាសខណ្ឌឬមួយក៏មានសន្ទះខណ្ឌស៊ីតូផ្លាសនីមួយចំណែកអ៊ីបមួយទៀតគឺជាអ៊ីបដែលគ្មានសន្ទះខណ្ឌមានន័យថាស៊ីតូផ្លាសរបស់វាគឺនៅលាយគ្នាហើយនយោរបស់វាអណ្ដែតនៅក្នុងស៊ីតូផ្លាសជាមួយគ្នាអញ្ចឹងយើងចូលមកសិក្សាអំពីដំណើរការនៃការស្រូបសារធាតុចិញ្ចឹមរបស់អ៊ីបវិញអញ្ចឹងទី1គឺនៅពេលដែលអ៊ីប
ដុះនៅលើប្រភពអាហារសារធាតុរលាយឬក៏សារធាតុគីមីរំលាយអាហារនៅផ្នែកខាងចុងនៃអ៊ីបនឹងវាចាប់ផ្ដើមជ្រាបចូលទៅក្នុងប្រភពអាហារបន្តមកទៀតសារធាតុគីមីបំបែកអាហារឲ្យទៅជាម៉ូលេគុលតូចៗដែលអាចជ្រាបតាមអ៊ីបបានទី2មីសេលយ៉ូមមីសេលយ៉ូមយើងស្គាល់ថាវាជាទម្រង់សរសៃឆ្មាឬក៏ជាបណ្ដាញសរសៃឆ្មារបស់អ៊ីបដែលតម្រៀបគ្នាប្រតិកលាគ្នាយ៉ាងណែនតែប៉ុន្តែវាគឺជាអ៊ីបដូចគ្នាប៉ុន្តែគ្រាន់តែថានៅពេលដែលយើងឲ្យឈ្មោះវាជាមីសេលយ៉ូមគឺនៅពេលដែលអ៊ីបហ្នឹងគឺវាតម្រៀបគ្នាជាច្រើនមានថាតម្រៀបគ្នាជាបណ្ដាញប្រតិកលាគ្នាយ៉ាងណែននោះគឺយើងហៅថាជាមីសេលយ៉ូមប៉ុន្តែចំពោះសរសៃមួយហ្នឹងវាគឺជាអ៊ីបអញ្ចឹងនៅពេលដែលអ៊ីបតម្រៀបគ្នាប្រតិកលាគ្នាយើងហៅវាថាជាមីសេលយ៉ូមចានេះគឺជាទម្រង់របស់មីសេលយ៉ូមចានៅពេលដែលអ៊ីបវាបែកខ្នែងជាសរសៃខ្នែងហើយប្រតិកលាគ្នាដូចនៅក្នុងរូបភាពនេះគឺយើងហៅថាមីសេលយ៉ូមប៉ុន្តែនៅពេលដែលអ៊ីបមួយសរសៃនេះយើងហៅថាជាទម្រង់របស់អ៊ីបផ្នែកទី3គឺ Party of Fungi មានន័យថាជាផ្នែកដែលនៅផ្នែកខាងលើឬក៏ជាផ្នែកដែលយើងអាចមើលឃើញដោយផ្នែកទទេហើយជាពិសេសចំពោះផ្សិតធំហ្នឹងគឺយើងអាចមើលឃើញនៅផ្នែកខាងលើរបស់វាហើយវាជាផ្នែកដែលផលិតស្ពរចាអញ្ចឹងផ្នែកខាងលើនេះគឺជាផ្នែកដែលផលិតស្ពរមានន័យថាផ្សិតធំឬមកក៏ផ្នែកខាងលើនៃផ្សិតដែលយើងមើលឃើញហ្នឹងវាមានដូចជាមួកនៅខាងលើនេះគឺជាមានមួកហើយនៅខាងក្រោមនេះគឺយើងហៅថាបន្ទះហើយនៅក្នុងបន្ទះនេះគឺជាកន្លែងដែលផលិតស្ពរចាចំណុចនេះគឺយើងហៅថាជាជើងរបស់ផ្សិតឬមកក៏ដើមផ្សិតហើយនេះគឺជាផ្នែកមួយដែលយើងហៅថាកងឬមកក៏ចិញ្ចៀនរបស់ផ្សិតចំណែកស្រោមនៅខាងក្រោមនេះគឺយើងហៅថាសម្បកស្រោមបាតជើងរបស់ផ្សិតហើយគ្រប់ផ្នែកទាំងអស់នៃផ្សិតទាំងអស់នេះគឺសុទ្ធតែបង្កឡើងពីអ៊ីបទាំងអស់សូម្បីតែបន្ទះដែលកន្លែងដែលជាកន្លែងផលិតស្ពរហ្នឹងក៏សុទ្ធតែជាអ៊ីបដូចគ្នាចាយើងចូលមកដល់ចំណុចទី3គឺនិយាយពីប្រភេទរបស់ផ្សិតចាផ្សិតត្រូវបានគេចែកចេញជា3ប្រភេទគឺផ្សិតធំផ្សិតផ្អួរឬនិងមេដំបែឬគឺយើងហៅដំបែជា yeast ចាចឹងយើងចូលទៅសិក្សានៅផ្នែកនីមួយៗទី1គឺប្រភេទផ្សិតធំអញ្ចឹងផ្សិតធំជាទូទៅវាមានរូបរាងធំដែលយើងអាចមើលឃើញហើយផ្សិតធំជាទូទៅវាដុះនៅលើដីឬក៏នៅលើដើមឈើឬក៏នៅលើរុក្ខជាតិដែលងាប់ហើយផ្សិតខ្លះទៀតយើងអាចបរិភោគបានប៉ុន្តែផ្សិតខ្លះទៀតគឺយើងអាចបរិភោគបានដោយសារតែវាមានសារធាតុពុលហើយជាទូទៅចំពោះផ្សិតធំក៏វាបន្តពូជតាមរយៈស្ពរទី2គឺជាផ្សិតផ្អួរអញ្ចឹងជាទូទៅផ្សិតផ្អួរគឺយើងតែងតែឃើញវាដុះជាទូទៅនៅលើបាយនៅលើពោតនៅលើអីហ្នឹងគឺវាជាភេទផ្សិតផ្អួរវិញអញ្ចឹងគេថាផ្សិតផ្អួរជាសារពាង្គកាយតូចៗដែលដុះលូតលាស់នៅលើអាហារឬមួយក៏នៅកន្លែងដែលសើមហើយយើងអាចឃើញវាដុះនៅលើបាយនៅលើនំប៉័ងឬមកក៏នៅលើផ្លែឈើជាដើមចានេះគឺជាលក្ខណៈរបស់ផ្សិតផ្អួរចាមួយទៀតវាជាសារពាង្គកាយមួយដែលមានតួនាទីសំខាន់នៅក្នុងការបំបែកយ៉ាងល្អអញ្ចឹងសារពាង្គកាយផ្សិតជាទូទៅគឺវាជាប្រភេទសារពាង្គកាយបំបែកជាពិសេសគឺផ្សិតផ្អួរគឺវាជាសារពាង្គកាយដែលបំបែកបានល្អមែនទែនហើយការបន្តពូជរបស់វាគឺបន្តពូជតាមរយៈស្ពរចាយើងចូលដល់ប្រភេទទី3គឺមេដំបែឬមួយក៏ yeast ចាមេដំបែឬក៏ដំបែវាជាសារពាង្គកាយដែលស្ថិតនៅក្នុងរយៈផ្សិតដូចទៅនឹងផ្សិតធំផ្សិតផ្អួរដែរតែវាខុសគ្នាត្រង់ថា yeast ឬមួយក៏មេដំបែហ្នឹងជាសារពាង្គកាយឯកោសិកាហើយចំពោះ yeast វាទទួលថាមពលតាមរយៈការបំបែកស្ករហើយចំពោះការបន្តពូជរបស់វាវិញគឺវាបន្តពូជតាមរយៈការដុះពន្លកខុសពីការបន្តពូជរបស់ផ្សិតធំហើយនិងផ្សិតផ្អួរចាផ្នែកទី4គឺយើងនិយាយពីការបន្តពូជចាការបន្តពូជរបស់ផ្សិតគឺវាបន្តពូជតាមរយៈស្ពរហើយស្ពរផលិតដោយស្ពររងចំពោះការបន្តពូជរបស់ផ្សិតគឺមានពីរប្រភេទគឺការបន្តពូជដោយឥតភេទនិងការបន្តពូជដោយភេទចាដូច្នេះយើងនឹងមកសិក្សាលម្អិតអំពីការបន្តពូជទៅតាមប្រភេទនីមួយៗអញ្ចឹងយើងនឹងសិក្សាទៅលើការបន្តពូជដោយឥតភេទអញ្ចឹងយើងសង្កេតទៅលើរូបភាពនេះគឺយើងមានទាំងការបន្តពូជដោយឥតភេទនិងការបន្តពូជដោយភេទចំពោះការបន្តពូជដោយភេទគឺកើតមានឡើងនៅពេលណាដែលវាមានសំណើមនិងអាហារគ្រប់គ្រាន់ចាហើយនៅពេលដែលស្ពរនេះ
នៅពេលដែលស្ពរធ្លាក់ពីស្ពររងធ្លាក់ទៅលើតំបន់ឬមកនៅលើដីដែលមានលក្ខខណ្ឌសមស្របវានឹងលូតលាស់ទៅជាផ្សិតថ្មីដូចទៅនឹងមេឬក៏មេបារបស់វាអញ្ចឹងហើយចំពោះកោសិកាមេដំបែវិញគឺវាមិនផលិតស្ពរទេប៉ុន្តែវាបន្តពូជតាមរយៈការចេញពន្លកចានេះគឺជាកោសិការបស់មេដំបែអញ្ចឹងដូច្នេះនៅពេលដែលវាត្រូវការបន្តពូជវាអត់ចាំបាច់ផលិតស្ពរទេគឺវាធ្វើការដុះពន្លកតែម្ដងទី2គឺការបន្តពូជដោយភេទចឹងការបន្តពូជដោយភេទវាកើតមាននៅពេលដែលមានលក្ខខណ្ឌមិនសមប្រកបសម្រាប់ការរស់នៅរបស់វាហើយនៅពេលដែល AP លូតលាស់ជួបគ្នាបង្កើតបានទៅជាស៊ីកូស្ពរចានៅពេលដែលវាបង្កើតបានទៅជាស៊ីកូស្ពរវាចាប់ផ្ដើមធ្វើមេយសផលិតបានស្ពរជាច្រើនអញ្ចឹងស្ពរហ្នឹងវានឹងស្តុកទុកនៅក្នុងស្ពររងនេះអញ្ចឹងស្ពរនីមួយគឺមានសម្ភារៈដំណើរពូជខុសពីមេបាដើមរបស់វាអញ្ចឹងនៅពេលដែលលក្ខខណ្ឌសមប្រកបណាមួយស្ពរនេះវានឹងធ្លាក់ទៅលើដីហើយវានឹងអាចដុះលូតលាស់ទៅជាផ្សិតថ្មីដែលមានលក្ខណៈឬមកទម្រង់អាចនឹងខុសពីមេបាដើមរបស់វាចឹងយើងចូលមកដល់ផ្នែកទី5ដែលនិយាយអំពីតួនាទីរបស់ផ្សិតនៅក្នុងធម្មជាតិផ្សិតជាទូទៅយើងស្គាល់ថាផ្សិតភាគច្រើនគឺជាអាហាររបស់មនុស្សឧទាហរណ៍ដូចជាផ្សិតដែលយើងបានឃើញនេះគឺជាប្រភេទផ្សិតដែលយើងអាចយកមកធ្វើជាអាហារសម្រាប់បរិភោគប្រចាំថ្ងៃប៉ុន្តែមានផ្សិតមួយចំនួនក៏វាបង្កផលប៉ះពាល់ទៅកាន់សុខភាពដែរមានថាវាមានសារធាតុពុលមួយទៀតផ្សិតខ្លះវាមានតួនាទីសំខាន់នៅក្នុងវដ្តរូបធាតុនៅលើផែនដីមានន័យថាផ្សិតគឺវាបំបែកសារពាង្គកាយដែលងាប់ឧទាហរណ៍នៅក្នុងរូបភាពនេះនៅពេលដែលដើមឈើងាប់ផ្សិតវាចាប់ផ្ដើមទៅដុះលូតលាស់នៅលើរុក្ខជាតិដែលងាប់នោះវានឹងបំបែករុក្ខជាតិទាំងអស់នោះហើយវានឹងបំលែងរុក្ខជាតិដែលងាប់នោះឲ្យទៅជា GNPK ផ្ដល់ទៅឲ្យដីឬមួយក៏វាបង្កើតទៅជាដីដែលជាដីមមកឬក៏ដីដែលមានជីវជាតិឬក៏ជីកំប៉ុកយើងត្រូវចាំថាប្រសិនបើគ្មានផ្សិតនិងបាក់តេរីនោះទេផែនដីនឹងគ្របដណ្ដប់ទៅដោយសាកសពសត្វឬក៏រុក្ខជាតិពេញទៅលើផែនដីយើងតែម្ដងដូច្នេះផ្សិតពិតជាដើរតួយ៉ាងសំខាន់នៅក្នុងវដ្តរូបធាតុនៅលើផែនដីផ្សិតខ្លះទៀតប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មផលិតអាហារដូចជាផ្សិតផ្អួរនិងមេដំបែជាដើមឧទាហរណ៍ចំពោះមេដំបែយើងអាចផលិតទៅជានំប៉័ងឬមកក៏ផលិតទៅជាស្រាបៀរហើយចំពោះផ្សិតផ្អួរយើងអាចយកវាទៅផលិតទៅជាប្រម៉ាដែលជាទូទៅជាប្រភេទអាហារពេញនិយមសម្រាប់ជនជាតិប៉ែកអឺរ៉ុបដូចជាយើងហៅថា cheese មួយវិញទៀតផ្សិតមួយចំនួនតូចគឺវាមានតួនាទីប្រយុទ្ធប្រឆាំងជាមួយទៅនឹងជំងឺដូចជាផ្សិត penicillium ដែលវាអាចផលិតសារធាតុ penicillin ដែលត្រូវបានរកឃើញដោយលោក Alexander ដែលបានអភិវឌ្ឍវាទៅជាអង្គទីប៊ីយ៉ូទិកលើកដំបូងគឺ penicillin ហើយប្រភេទសារពាង្គកាយផ្សិតខ្លះទៀតគឺវាសហប្រាណជាមួយសារពាង្គកាយដទៃដូចជាប្រភេទលីកែនគឺយើងស្គាល់ទូទៅវាជាសារពាង្គកាយសហប្រាណផ្សិតខ្លះទៀតក៏ជួយរុក្ខជាតិលូតលាស់បានល្អផងដែរចំពោះរុក្ខជាតិដែលមានផ្សិតជាដៃគូមានន័យថាផ្សិតផ្ដល់ទឹកនិងសារធាតុរ៉ែទៅឲ្យរុក្ខជាតិចំណែកឯរុក្ខជាតិវិញក៏វាផ្ដល់កាបូនឌីអុកស៊ីតទៅឲ្យផ្សិតអញ្ចឹងវាផ្ដល់សារៈប្រយោជន៍ផ្ដល់សារៈសំខាន់ទៅឲ្យគ្នាទៅវិញទៅមកដើម្បីឲ្យរុក្ខជាតិនឹងអាចលូតលាស់បន្តហើយក៏ដើម្បីឲ្យផ្សិតនឹងគឺវាអាចលូតលាស់បន្តបានដូចគ្នាដែរផ្សិតមួយចំនួនទៀតជាប៉ារ៉ាស៊ីតដែលបណ្ដាលឲ្យមានជំងឺយ៉ាងធ្ងន់ធ្ងរចំពោះរុក្ខជាតិហើយផ្សិតមួយចំនួនទៀតក៏បង្កជំងឺទៅដល់មនុស្សផងដែរដូចជាជំងឺស្រែកឬក៏ជំងឺទឹកស៊ីជើងផងដែរចា៎នេះគឺជាចំណុចមួយដែលរំខានពីផ្សិតនៅក្នុងធម្មជាតិផងជើងផងដែរចា៎អញ្ចឹងការបង្ហាញអំពីផ្សិតនៅក្នុងវីដេអូនេះបានឈានមកដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់បើសិនបើលោកអ្នកពេញចិត្តសូមជួយ Subscribe និង Follow ម្នាក់មួយសូមអរគុណសូមគោរពលានិងជួបគ្នានៅវីដេអូបន្តទៀត